សូមជូនរឿងប្រវត្តិអ្នកតាឃ្លាំងមឿងក្នុងអតីតកាលកន្លងទៅក្នុងរាជព្រះចន្ទរាជាគង់នៅក្នុងបន្ទាយលង្វែកគ្រិស្តសករាជ1502កាលចិននោះស្រុកខ្មែរនៅជាស្រុកចំណុះសៀមនៅឡើយតែងនឹមសួយសាអាកឡើងទៅស្រុកសៀមព្រះចៅស្រៀមបានចាត់ព្រះរាជបុត្រមួយអង្គមាននាមមិនប្រកបឲ្យមកនៅស្រុកខ្មែរដើម្បីមើលការខុសត្រូវធ្វើជាអ្នកត្រួតត្រាខាងពន្ធអាកគ្រប់យ៉ាងក្រែងស្ដេចស្រុកខ្មែរមានចិត្តមិនស្មោះត្រង់បំបត្តិសួយសាអាកយកទៅមិនអស់ឬមួយក្រែងស្ដេចខ្មែរមានគំនិតក្បត់មានចិត្តមិនស្មោះត្រង់នឹងរាជការដោយប្រការណាមួយទើបប្រើព្រះរាជបុត្រពេញព្រះហឫទ័យមកនៅដើម្បីជំនួយព្រះនេត្រាព្រះអង្គចំណែកព្រះរាជបុត្រមានចិញ្ចឹមសត្វថ្មាតមួយថ្មាតនោះមានមាយាទចេះដឹងប្រហែលនឹងមនុស្សជាសត្វខុសពីសត្វដទៃចេះស្រឡាញ់ម្ចាស់ប្រើនឹមសារទៅវិញទៅមករវាងស្រុកខ្មែរនិងស្រុកសៀមបានដោយស្ងាត់ថ្ងៃមួយព្រះចន្ទរាជាមានព្រះទ័យព្រួយថាព្រះចៅលោកមិនទុកព្រះហឫទ័យនឹងយើងហើយបានជាលោកចាត់ព្រះរាជបុត្រឲ្យមកធ្វើការផ្ទាល់ណាមួយព្រះរាជបុត្រនោះមានការរំលោភបៀតបៀនមិនមានសេចក្តីកោតក្រែងបង្គាប់ឲ្យនឹមសួយឡើងទៅនគរខ្លួនហួសហេតុទ្រង់តូចព្រះហឫទ័យខ្លាំងណាស់អត់ត្រឹមពុំបានក៏បង្គាប់ឲ្យពួកពេជ្ឈឃាតឲ្យទៅចាប់ព្រះរាជបុត្រស្ដេចសៀមយកទៅសម្លាប់ចោលក្នុងព្រៃនាពេលយប់ឯសត្វថ្មាតលុះព្រឹកឡើងមិនឃើញម្ចាស់របស់វាក៏ហើរចុះហើរឡើងរកឃើញខ្មោចនៅក្នុងព្រៃថ្មាតឃើញព្រះទម្រង់វាស្គាល់ច្បាស់ជាម្ចាស់របស់វាក៏ចើពើមព្រះទម្រង់ទៅស្រុកសៀមថ្វាយព្រះបិតាព្រះចៅឃើញព្រះទម្រង់នេះហើយយល់ច្បាស់ថាព្រះរាជបុត្ររបស់ខ្លួនអស់ស្ដង់គាត់ទៅហើយរឿងនេះពិតជាស្ដេចខ្មែរអ្នកសម្លាប់ទ្រង់ក្រោធខ្លាំងណាស់កោះប្រជុំពួកសេនាបតីមួយរំពេចមានព្រះបន្ទូលប្រាប់តាមរឿងគួបបង្គាប់ឲ្យលើកទ័ពមកសាងសឹកស្ដេចនៅស្រុកខ្មែរហើយមានព្រះបន្ទូលថាត្រូវតែសម្លាប់ព្រះចន្ទរាជាព្រមទាំងសាច់ញាតិសាច់សាលោហិតទាំងពួកសេនាបតីហើយរឹបអូសយកទ្រព្យសម្បត្តិនិងគៀពួកបណ្ដារាស្ត្រមកស្រុកសៀមកុំអោយសល់ពួកកងទ័ពចេញមកដល់បន្ទាយលង្វែកចូលឡោមពើតចាប់ព្រះចន្ទរាជាសម្លាប់ព្រមទាំងសាច់ញាតិចំណែកព្រះនាងប៉ែនជាស្នំក៏ភៀសខ្លួនរួចផុតពីគ្រោះថ្នាក់ជាមួយនឹងសេនាបតីមឿងព្រមទាំងភរិយានិងបុត្រ4នាក់ទៀតពួកទ័ពសៀមបានគៀមនុស្សអំពីស្រុកខ្មែរដោយទាំងអ្នកម្នាងទៅជាមួយផងទាំងព្រះរាជទ្រព្យមានវិញ្ញាណនិងឥតវិញ្ញាណចំណែកឯមេដំរីមួយមានកូននៅក្នុងពោះឈ្មោះជំទាវប៉ាល់ប៉ៃដែលជាព្រះទីនាងដ៏ប្រសើរក៏ត្រូវកងទ័ពសៀមគៀយកទៅដែរពួកសៀមចិននោះមានសេចក្តីព្យាបាទធ្វើបាបខ្មែរអស់ចាណាស់ចាប់មនុស្សដុតស្លឹកត្រចៀកដឹកយកទៅដូចជាសត្វធាតុស្រីណាមានកូនខ្ចីចាប់ច្រកការ៉ុងឲ្យដំរីចិនវាលេងមានតែកូននៅក្នុងពោះលុះទៅដល់ស្រុកសៀមនឹមសេចក្តីទៅថ្វាយព្រះចៅដោយសពគ្រប់ដោយសេចក្តីសង្សឹកបានសម្រេចដោយប្រាថ្នាព្រះចៅបានបង្គាប់ឲ្យពួកខ្មែរទាំងអស់ទៅនៅមួយក្រុមចិត្តក្រុងហើយសន្មតឲ្យឈ្មោះថាក្រុមខ្មែរអ្នកគ្រួព្រះនាងប៉ែនហាក់បីដូចជាស្រីមានវាសនាខ្ពស់ណាស់ទោះជានាងទទួលគ្រោះថ្នាក់យ៉ាងណាក៏ដោយសៀមយកទៅធ្វើបែបនឹងក៏ដោយនាងនៅតែជាស្រីផ្លែអំពីស្រីដតីទៀតដោយអំណាចកូនដែលនៅក្នុងគួរជាកូនមានមហិទ្ធិឫទ្ធិមានបុណ្យក៏បណ្ដាលឲ្យអ្នកចិត្តខាងមានចិត្តទោទន់រឹបអានស្រឡាញ់ជួយឧបត្ថម្ភ
ជួយយកអាសានាងគ្រប់យ៉ាងលុះនាងមានគឿគ្រប់ខែ10ក៏ប្រសូតបត់មកដោយសុខសប្បាយអ្នកចិត្តខាងទាំងប្រុសស្រីជួយថែទាំផ្ដល់ទឹកក្តៅទឹកត្រជាក់អ្នកណាក៏មកមិនខានដោយអំណាចគុណដេជះបារមីនៃទេរៈលុះប្រសូតបាន3ថ្ងៃពួកក្រុមញាតិមិត្តមូលមិត្តគ្នាឲ្យកូននោះឈ្មោះថាឧតេនចំណែកមេដំរីដែលជាព្រះទីនាងក៏កើតកូនក្នុងថ្ងៃដំណើរគ្នានឹងទេរៈនោះដែរតែមេដំរីនោះផ្ដាច់ខ្សែទន្ទីងទៅកើតកូននៅក្នុងព្រៃឆ្ងាយលាក់មិនអោយអ្នកណាមួយដឹងឡើយដរាបដល់3ថ្ងៃទៅនំកូនមកកាន់ទីកន្លែងដើមវិញកូនដំរីនោះមានពឿសម្បុរព្រមទាំងមានរូបរាងល្អប្លែកអំពីដំរីធម្មតាអ្នករក្សាដំរីញឹមដំណឹងទៅក្រាបទូលព្រះចៅសពគ្រប់ព្រះចៅពេញព្រះហឫទ័យណាស់ចំណែកឯកុមារឧតេនលុះបានអាយុ5ឆ្នាំដឹងសេចក្តីខុសត្រូវខ្លះនឹកភ្នាក់រោគបិតាសួរម្ដាយថាឪពុកខ្ញុំទៅណាពុំដែលបានឃើញក្មេងគេឯទៀតមានម្ដាយឪពុកខ្ញុំមិនឃើញមានឪពុកដូចគេដូច្នេះម្ដាយកាលបើបានឮកូនសួរដូច្នេះណែនទ្រូងណាស់អួលអាក់ខ្លោចផ្សានិយាយប្រាប់កូនមិនរួចក៏និយាយបន្លែបន្លប់វៀងកុំឲ្យកូនសួរទៀតពីព្រោះខ្លាចក្រែងរឿងនោះបិទមិនចិត្តដឹងដល់នៅសេចក្តីអន្តរាយនៃជីវិតកូនចេះតែសួរញយពេកនាងក៏និយាយបំវេះបំវៀងមិនអោយសួរបានដរាបដល់កូនបានអាយុ12ឆ្នាំថ្ងៃមួយនាងនឹកឃើញថាកូននោះខានប្រាប់ពុំបានក៏នាំកូនទៅកាន់ទីស្ងាត់តែ2នាក់ដំណើររឿងរ៉ាវពីដើមរហូតដល់ចុងបញ្ចប់កូនបានស្ដាប់បានយល់សពគ្រប់ហើយប្រាប់ម្ដាយថាអោយអត់ត្រឹមសិនចុះកូននឹងគិតរកមធ្យោបាយមួយដើម្បីនឹងវិលវិញទៅនគរចំណែកឯកុមារឧតេនចាប់តាំងពីថ្ងៃដែលបានស្ដាប់ពាក្យម្ដាយមកក៏ខំស្វែងរៀនសូត្រវិជ្ជាគ្រប់យ៉ាងមានអក្សរជាដើមឧតេនជាកុមារឆ្លាតវាងវៃអង្អាចប្លែកពីកុមារធម្មតាថ្ងៃមួយកុមារឧតេនបានចូលខ្លួនទៅសេពគប់នឹងម៉ដំរីសុំខ្លួនជាអ្នកបម្រើបោះច្រាសរោងដំរីដើម្បីបានរៀនសូត្រវិជ្ជាខាងម៉ដំរីថ្ងៃមួយចៅស្ដេចយាងមកទូតរោងដំរីឃើញកុមារនោះជួយធ្វើការនោះកុមារឧតេនឆ្លាតវាងវៃនិងរហ័សរហួនហើយក៏មានបន្ទូលសួរថាក្មេងនេះមកពីណាម៉ដំរីក្រាបទូលតាមដំណើរសពគ្រប់ត្រង់ពេញព្រះហឫទ័យមានបន្ទូលប្រាប់ថាចូលមើលក្មេងនេះផងចាប់តាំងពីថ្ងៃនោះមកកុមារខំយកចិត្តទុកដាក់ធ្វើការដោយហ្មត់ចត់បោះប្រមូលអាចដំរីដុតបំពក់ជាជីដើម្បីយកទៅដាំស្ពៃនោះមានគុំធំផ្លែខុសពីស្ពៃអ្នកស្រុកធម្មតាលុះស្ពៃនោះធំល្មមដកកុមារឧតេនដកយកទៅលាងសម្អាតរែកយកទៅថ្វាយព្រះចៅទ្រង់ទូតឃើញមានបន្ទូលថាណែកុមារឯងបានស្ពៃនេះមកពីណាប្លែកពីស្ពៃធម្មតាកុមារក្រាបទូលតាមដំណើរសពគ្រប់ព្រះចៅទ្រង់ព្រះទានរង្វាន់នឹងមានមុខងារជាអ្នកត្រួតត្រាភ្នាក់ងារខាងដំរីដែលជាកូនរបស់ជំទាវប៉ាល់ប៉ៃដែលជាព្រះទីនាងដ៏ប្រសើររបស់ព្រះចៅក៏ស្រាប់តែចុះប្រេងមានអាកប្បកិរិយាខុសប្រក្រតីកាយសាហាវមិនព្រមស្ដាប់បង្គាប់ព្រិចមកស្លាប់មិនមានអ្នកណាអាចដឹកនាំបានថែមទាំងធ្វើបាបអ្នកស្រុកបោចរោងផ្ទះសំបែងផ្អើលជ្រួលច្របល់រត់ខ្ចាត់ខ្ចាយចោលទីលំនៅរៀងខ្លួនពួកអ្នកកងវាលដំរីនាំគ្នាក្រាបទូលព្រះចៅទ្រង់បានចាត់ឲ្យស៊ើបសួររកអ្នកណាដែលអង្អាចក្លាហានហ៊ានទៅចាប់ដំរីនោះបានពេលនោះកុមារឧតេនឆ្លើយថាខ្ញុំហ៊ានទទួលចាប់ដំរីនោះបានទើបទ្រង់ប្រគល់ការទៅកុមារឧតេនចាត់ការយ៉ាងណាឲ្យទៅចាប់បានព្រះទីនាងនោះឧតេនបង្គាប់ឲ្យប្រមូលដំរី500រើសយក
ធ្វើដំរីណាមួយជាធ្នាក់បានទៅរើសយកមេដំរីសឈ្មោះជំទាវប៉ាល់ប៉ៃពេលចេញទៅចាប់កុមារឧទែនបង្កប់ឲ្យរៀបចំពិធីបួងសួងសែនព្រេងអធិអធមអ្នកស្រុកផ្អើលមកមើលក៏ក្រឹកក៏ក្រែងពះពេញដោយដេះដាសលុះសែនព្រេងរួចកុមារឧទែនបង្កប់ឲ្យយកជេរ3ស្និតអំពៅ3បាច់ពេលទៅដល់ព្រះទីនាងស្ទុះមករកហាក់បីដូចជាប្រុងនឹងព្រែកតែបែរជាក្រាបបង្គំវិញដោយអំណាចដេជះបុណ្យបារមីនៃឧទែនបាននិយាយទូមានព្រានប្រដៅថាទីនាងឯងតាំងពីថ្ងៃនេះទៅលះបង់មាយាទអាក្រក់ចេញទៅក្រោយធ្វើស្លូតល្អដូចជាដើមវិញពេលឯងស៊ីជេរអំពៅរួចហើយឯងទៅតាមយើងថាតែប៉ុណ្ណេះស្រាប់តែដំរីនោះដើរតាមទៅដោយស្រួលឥតចាំបាច់ចងអ្វីឡើយហាក់ដូចជាមកចាស់យូរមកហើយចាប់ផ្ដើមតាំងពីថ្ងៃដែលទៅយកព្រះទីនាងមកព្រះចៅទ្រង់ប្រទានរង្វាន់ឲ្យឧទែននិងប្រទានងារថាជ័យអស្ចារ្យជាសេនាខាងទ័ពដំរីនិងខាងទាក់ដំរីព្រៃពួកអ្នករាជការទទួលស្គាល់ខ្លាំងអំណាចឧទែនថាជាអ្នកមោះមុតស្ទាត់ជំនាញខាងមកដំរីសំបីតែពេលចេញទៅទាក់ដំរីព្រៃម្ដងមិនចាំបាច់មានគ្នាច្រើនប៉ុន្មានក៏ទៅទាក់បានដែរហាក់ដូចជាហៅមកបានព្រះចៅទ្រង់ពេញនឹងទុព្រះតីលើជ័យអស្ចារ្យប្រហែលគ្នានឹងព្រះរាជបុត្ររបស់ព្រះអង្គដែរលុះដល់អាយុ16ឆ្នាំជ័យអស្ចារ្យភ្នាក់នឹកដល់បំណងដើមក៏រំលឹកនឹកគិតដល់មធ្យោបាយណាមួយនឹងដោះខ្លួនចេញអំពីកំដាប់ដៃសៀមហើយទៅនៅស្រុកខ្មែរស្នងរាជពីព្រះបិតានឹងនាំយកមនុស្សអំពីស្រុកសៀមទៅនៅស្រុកខ្មែរវិញទើបដើរចាត់មធ្យោបាយឲ្យមនុស្ស15នាក់ដែលទុកចិត្តស្និទ្ធស្នាលដូចជាបងប្អូនបង្កើតធ្វើជាលនិងឈើជើងដំរីឲ្យយកធ្វើជាជាលច្រកអាចដំរីដើរសម្ងាត់ជាស្នាមដានដូចជាដំរីដើរមែនដើម្បីឲ្យអ្នកស្រុកឃើញហើយនាំព័ត៌មាននោះទៅក្រាបទូលព្រះចៅសៀមនិងទ្រង់ចាត់ឲ្យសេនាជ័យអស្ចារ្យខ្លួនទៅតាមទាក់មិនខានម្យ៉ាងទៀតដើម្បីឲ្យពលដែលព្រះចៅចាត់ឲ្យទៅជាមួយជឿជាក់ក្នុងចិត្តថាជាដានដំរីពិតមែនចំណែកអ្នកស្រុកលុះឃើញដានជើងដំរីនិងអាចដំរីធំអណ្ដែតតាមទឹកមកដូច្នេះក៏នាំសេចក្តីនោះទៅក្រាបទូលព្រះចៅទ្រង់ប្រើជ័យអស្ចារ្យឲ្យទៅតាមទាក់ដំរីព្រៃដែលមានដានជើងធំនោះជ័យអស្ចារ្យក្រាបទូលថាសូមព្រះមេត្តាប្រោសបើទ្រង់សពប្រតិចង់បានដំរីធំមែននោះលុះត្រាណាតែមានគ្នាច្រើននិងដំរីភ្នាក់តែច្រើនហើយឲ្យមនុស្សដែលទៅជាមួយទូលព្រះបង្គំទាំងប៉ុន្មានស្ដាប់បង្គាប់ទូលព្រះបង្គំទៅធ្វើការនោះទៅជាមួយគ្នាបានសូមព្រះអង្គអនុញ្ញាតឲ្យធ្វើពិធីបួងសួងផងឲ្យមានជោគជ័យព្រះចៅអនុញ្ញាតគ្រប់សំណុំពរប្រគល់ការនោះឲ្យជ័យអស្ចារ្យតាមតម្រូវការបែបណាស្រេចតែលើជ័យអស្ចារ្យចុះលុះរៀបចំពិធីរួចព្រះចៅប្រទានខណ្ឌសឹកឲ្យអំណាចពេញបើឈ្មោះណាមិនស្ដាប់បង្គាប់ត្រូវសម្លាប់បានលុះចេញទៅបាន15ថ្ងៃដល់ពាក់កណ្ដាលផ្លូវមកស្រុកខ្មែរជ័យអស្ចារ្យធ្វើសារទៅក្រាបទូលព្រះចៅវិញថាសូមទ្រង់មេត្តាប្រោសទូលបង្គំជាខ្ញុំទាក់ដំរីនោះកាន់តែឃើញដានគីហើយតែអស់ស្បៀងសូមព្រះអង្គមេត្តាប្រោសព្រះរាជទានបញ្ជូនមកឲ្យឆាប់ដើម្បីនឹងធ្វើការឲ្យបានសម្រេចដូចបំណងព្រះចៅទ្រង់ប្រទានតាមសេចក្តីសុំដោយរុះរាន់ដោយមានបំណងចង់បានដំរីនោះពេកភ្លេចគិតអំពីការបោះខាតនៃទ្រព្យសម្បត្តិឬសង្ស័យដោយមូលហេតុណាមួយជ័យអស្ចារ្យលុះទទួលបានស្បៀងបន្ថែមពីព្រះចៅក៏បន្ត
ដំណើរទៅទៀតចំនួន5ថ្ងៃក្រោយមកក៏បានមកដល់ស្រុកបាត់ដំបងដែលជាដីខ្មែរមានស្រុកជិតឆ្ងាយគ្រប់តំបន់រត់មកចោះចូលថ្វាយខ្លួនជាពលសេនារោមទាំងសេនាចាស់ម្នាក់ដែលធ្លាប់បម្រើព្រះវរបិតាឈ្មោះមឿងនិងកូនប្រុស4នាក់បានចូលមកថ្វាយខ្លួនដែរក៏មានមនុស្សច្រើនល្មមទប់ទល់នឹងព្រះចៅសៀមបានជ័យអស្ចារ្យក៏សរសេរសម្បត្តិចង់នឹងកដំរីប្រើឲ្យទៅអញ្ជើញម្ដាយមកស្រុកខ្មែររួចចង់កូមជំទាវប៉ាល់បៃទៅទទួលម្ដាយមេដំរីទៅដល់កន្លែងម្ដាយពេលពាក់កណ្ដាលអត្រាតមេដំរីវាទម្លាក់បំពង់3ដងម្ដាយភ្ញាក់នឹកស្មានថាកូនត្រឡប់មកវិញក៏អុចភ្លើងបំភ្លឺមើលតែមិនឃើញកូនឃើញតែសម្បត្តិមើលដឹងសេចក្តីសពគ្រប់ហើយរៀបចំដំណើរឡើងជិះមេដំរីយ៉ាងប្រញាប់ខំស្រោតឲ្យជួបនឹងកូននៅស្រុកបាត់ដំបងទើបជ័យអស្ចារ្យប្រកាសខ្លួនឲ្យអ្នកស្រុកដឹងច្បាស់ថាខ្លួននឹងហើយជាព្រះរាជបុត្រព្រះច័ន្ទរាជាគង់នៅបន្ទាយលង្វែកឥឡូវនេះវិលមកគ្រងស្នងរាជពីព្រះបិតារឿងនេះមិនបាត់ស្ងាត់ជ្រាបដល់ព្រះចៅសៀមទ្រង់មានព្រះក្រោធយ៉ាងខ្លាំងប៉ុនពេកនឹកតូចព្រះហឫទ័យយ៉ាងក្រៃលែងទ្រង់ប្រជុំពួកសេនាយោធាមកប្រាប់ថាជ័យអស្ចារ្យប្រើមធ្យោបាយកលល្បិចបោកបញ្ឆោតយកព្រះខ័នសើព្រមទាំងត្រាប់មានវិញ្ញាណឥតវិញ្ញាណរត់ទៅស្រុកខ្មែរហេតុនេះត្រូវលើកទ័ពទៅតាមដណ្ដើមយកមកវិញឲ្យបានហើយចាប់ជ័យអស្ចារ្យសម្លាប់ឲ្យផុតពូជព្រះច័ន្ទរាជាព្រមទាំងពួករាជការទាំងអស់ទាំងប៉ុន្មានគ្មានសល់ជ័យអស្ចារ្យបានដំណឹងច្បាស់ថាព្រះចៅលើកទ័ពមកតាមដូច្នេះទ្រង់ជំនុំសេនាបតីថាឥឡូវនេះពលសេនាយើងនិងគ្រឿងអាវុធយុទ្ធពន្ធរបស់យើងពុំបរិបូរណ៍តើអ្នករាល់គ្នាគិតរកមធ្យោបាយបែបណាបីនឹងទទួលបានជ័យជំនះពេលនោះពុំមានសេនាណាម្នាក់ហ៊ានទទួលអះអាងសោះមានតែសេនាមឿងឆ្លើយធានាអះអាងហ៊ានតទល់នឹងទើបសៀមដោយឧបាយមួយចម្លែកគឺហ៊ានបដូរជីវិតដើម្បីនឹងទៅកេណ្ឌពលខ្មោចធ្វើជាទើបច្បាំងនឹងពលសៀមទើបបង្កើបឲ្យជីរណ្ដៅ4ម៉ែត្រ4ជ្រុងនិងជម្រៅ4ម៉ែត្ររួចឲ្យដាក់គ្រឿងសព្វាវុធក្នុងរណ្ដៅនោះដើម្បីឲ្យលោតទៅជង់ស្លាប់ក្នុងរណ្ដៅនាពេលនោះមុននឹងលោតសម្លាប់ខ្លួននោះសេនាមឿងបង្កើបឲ្យពួកពលរដ្ឋទាំងអស់មកស្ដាប់ពាក្យអវាទលោកប្រកាសថាសូមឲ្យអស់លោកខំប្រឹងយកចិត្តទុកដាក់ក្នុងរឿងចម្បាំងពេលនេះដើម្បីរំដោះដែនដីខ្មែរឲ្យបានរួចផុតពីកំដាប់ដៃនៃបច្ចាមិត្តអំណែកខ្ញុំធានាខាងកេណ្ឌពលខ្មោចសូមអស់លោកសង្ឃឹមទុកចោលខ្ញុំស្លាប់ទៅបាន7ថ្ងៃឮសូរសន្ធឹកហូរកញ្ជ្រៀវ3ដូចជាសន្ធោបកូលិនយើងនឹងមានជ័យជំនះលុះផ្ដាំរួចហើយក៏លោតចុះក្នុងរណ្ដៅភ្លើបប្រពន្ធឃើញប្តីលោតដូច្នេះក៏លោតទៅជាមួយព្រមទាំងកូន4នាក់ស្លាប់ទៅជាមួយគ្នាដល់ថ្ងៃគម្រប់7ថ្ងៃលឿនលឺសូរសន្ធឹកដោយកាលដែលផ្ដាំមែនទើបសៀមចូលមកដល់បាត់ដំបងឆ្លងចូលមកដល់អូមួយសពថ្ងៃហៅថាអូស្វាយដូនកែវជួនគ្នានឹងទើបជ័យអស្ចារ្យទើបខ្មោចចេញសម្ដែងរឹតធ្វើឲ្យពលសៀមវិលមុខចកពោះចោះក្អួតដួលខ្លួនឯងស្រស់ទើបព្រះជ័យអស្ចារ្យចូលទៅកាប់សម្លាប់អស់ពួកកងទើបសៀមទប់ទល់មិនបានថយទៅដល់បាត់ដំបងធ្វើសារទៅក្រាបទូលព្រះចៅតាមដំណើរសពគ្រប់ព្រះចៅទ្រង់ជ្រាបឲ្យទើបថយត្រឡប់មកស្រុកសៀមវិញចំណែកកងទើបជ័យអស្ចារ្យនាំគ្នាត្រឡប់មកកាន់បន្ទាយវិញសប្តាហ៍ថ្ងៃគេហៅថាបន្ទាយជ័យចាប់តាំងពីថ្ងៃនោះមក
ព្រះជ័យអស្ចារ្យបានទទួលរាជអភិសេកសោយរាជនិងទទួលបាននាមព្រះជ័យជេស្តាព្រះចៅក្រុងកម្ពុជាធិបតីគង់នៅបន្ទាយជ័យលុះព្រះអង្គបានឡើងសោយរាជសុសានហើយទ្រង់ក៏នឹកដល់គុណឧបការៈគុណរបស់សេនាមឿងដែលតស៊ូបដូរជីវិតចំពោះព្រះអង្គក៏ចាត់ឲ្យធ្វើបុណ្យឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធសេនាមឿងយ៉ាងឱឡារិកអស្ចារ្យជាប់ជាទំនៀមទម្លាប់ដល់រាបមកដល់សប្តាហ៍ថ្ងៃនេះហៅថាធ្វើបុណ្យឡើងអ្នកតាឃ្លាំងមឿងទៅវិញ